តារាគឺជាយុវជនស្ម័គ្រចិត្តដែលបានចូលបម្រើយោធាក្នុងកាតព្វកិច្ចរបស់ជាតិដែលបានតម្រូវហើយតារាក៏បានជួបជាមួយនឹងអ្នកគ្រូពេទ្យម្នាក់ដែលប្រចាំការនៅក្នុងបន្ទាយនឹងតែម្ដងពួកគេមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ពួកគេកំពុងតែនិយាយស្រស់ក៏សាប់ដែរទឹកមុខរបស់ពួកគេស្រមោចស្រងាត់និងក្រៀមក្រំព្រោះថាត្រូវពេលនេះកំពុងតែមកឈ្លានពានទឹកដីដែលតម្រូវពួកគេត្រូវឃ្លាតឆ្ងាយគ្នានិយាយចប់សពគ្រប់ហើយពួកគេក៏បានលាគ្នាទៅរីឯតារាគាត់ធ្វើបទបញ្ជាពីមេបញ្ជាការឲ្យទៅសមរភូមិឥឡូវនឹងមិត្តរួមក្រុមដទៃទៀតបន្ទាប់មកតារាបានទទួលបទបញ្ជាពីមេបញ្ជាការឲ្យទៅសមរភូមិមុខជាមួយនឹងកងទ័ពដទៃទៀតដើម្បីចូលទៅ